អូនរបស់អង្គញាសុផាន់តារាហៅចែទូចជាប់ពាក់ព័ន្ធនឹងការនាំចូលផលិតផលរបស់សៀមបាទគឺសាច់មាន់ជង្គង់មាន់និងផលិតផលសាច់ដតីទៀតមកដាក់នៅក្នុងឃ្លាំងផុតប៊ុនហមហ្នឹងគឺថាចាយចាយយូរឆ្នាំហើយមិនមែនទៅតែពេលដែលសមត្ថកិច្ចចុះទៅម្សិលមិញហ្នឹងទេឥឡូវហ្នឹងឃ្លាំងនេះគឺបានឃ្លុំបេហើយបាទចាក់សោហើយនឹងមានសញ្ញេទទួលស្គាល់ពីសមត្ថកិច្ចអាជ្ញាធរថាឃ្លុំទុកសិនដើម្បីពិនិត្យព្រោះតែសង្ស័យថានាំចូលផលិតផលរបស់សៀមគ្មានច្បាប់អនុញ្ញាតបាទអញ្ចឹងខ្ញុំរំលឹកពីសាវតានៃឃ្លាំងផុតប៊ុនហមនេះមិនមែនត្រឹមតែថ្មីថ្មោងនេះទេគឺរស់ស៊ីយូរឆ្នាំហើយផុតប៊ុនហមនេះគឺជាប្តីរបស់អ្នកស្រីអឹមសុផាន់ណារ៉ាបាទអឹមសុផាន់ណារ៉ាហ្នឹងគឺជាប្អូនស្រីរបស់អុកញ៉ាអឹមសុផាន់ណារិតហៅចែទូចដែលកន្លងទៅធ្លាប់មានរឿងមានរាវទៅអូស្ត្រាលីឥឡូវត្រឡប់មកវិញហើយបាទគាត់ហ្នឹងក៏ជាតកែសាច់បកកដែរនៅឯឃ្លាំងច្រាំងជំរះជាប់ផ្ទះវិឡារបស់គាត់ហ្នឹងអុកញ៉ាបាទអុកញ៉ាគាត់ល្បីល្បាញបកែខាងរកស៊ីហ្នឹងបាទឥឡូវនេះស្ថានភាពព្រំដែនយើងនេះកំពុងតែតានតឹងប្រជាពលរដ្ឋកំពុងតែពាក់ហេកាមិនយករបស់សៀមយកមកប្រើប្រាស់ទេប៉ុន្តែសាច់ញាតិរបស់អុកញ៉ានេះនៅតែបន្តជាប់ពាក់ព័ន្ធនឹងទំនិញរបស់សៀមរហូតព្រឹត្តិកម្មទៅដល់ថ្នាក់ដឹកនាំកំពូលឯនោះបាទកន្លងទៅថ្មីនេះបាទសម្ដេចតេជោបានមានប្រសាសន៍ហើយអ្នកណាដែលនាំចូលផលិតផលរបស់ថៃដោយខុសច្បាប់សូមចាត់វិធានការណាមិនត្រឹមតែចាត់ប៉ុណ្្នឹងទេនោះមិនត្រឹមតែចាត់វិធានការតាមនីតិវិធីតែខ្ញុំក៏សូមបដៅអាអ្នកនាំទំនិញខាងនោះគឺថាពន្ធទំនិញពីនោះមកហើយខាងយើងសិតថាមើលតាមទល់ដែនទាំងឡាយដាក់ពួកអាអ្នកនាំទំនិញចូលមកដែលខុសច្បាប់នោះដាក់វាមើលយករឹបអូសស្អីហើយឲ្យវាទៅរែកដីលេងឯងអញ្ចឹងមើលលេងឯងចាំមើលកែរាល់ថ្ងៃយើងមានទឹកសុទ្ធរបស់យើងមានមីរបស់យើងមានស្អីរបស់យើងអស់ហើយហើយទៅប្រកាច់យកស្អីហើយជួនខាងលេងមកសិនជង្គង់មន់អាគេមិនស៊ីជើងមន់ឯងមកស៊ីយកជើងមន់មកឲ្យខ្មែរស៊ីអានេះយើងមិនដឹងថាយ៉ាងម៉េចទេគ្រាន់តែថាជានីតិវិធីរបស់អាជ្ញាធរនឹងសមត្ថកិច្ចលោកកំពុងតែធ្វើកិច្ចការនឹងឲ្យជំរឿលទ្ធផលចុងក្រោយនឹងចេញអីមកវិញបាទព្រោះរឿងនេះគឺជារឿងដ៏ក្តៅកគុកណាស់ម្នាក់ខំពាក់ហិកាឥឡូវនេះបាទជាចេញរឿងនឹងមកឃ្លាំងផុតប៊ុនហមនេះតាំងពីមិនទាន់មានរឿងជាមួយសៀមណាផលិតផលសៀមហ្នឹងគឺថាចម្រុះតែម្ដងគឺពោលគឺថាផលិតផលពីសាច់សត្វបាទមានទាំងប្រហិតមានទាំងសាច់បកកសាច់អីហ្នឹងគឺកន្លែងនឹងចែកចាយហើយជង្គង់មាន់ស្លាបមាន់បាទពេលខ្លះនោះក្រុមការងារយើងតាមលម៉កកង់3គាត់នោះគាត់ទៅយកស្អីមួយទៀតនៅឃ្លាំងណានោះទៀតបាទដាក់នៅក្នុងលម៉កនោះហើយបានបន្តចែកចាយទៀតបាទហើយកាលនោះយើងធ្លាប់បានតាមហ្នឹងគឺតាមការដឹកជញ្ជូននេះដែលអ្នកជំនាញគេលើកឡើងថាការដឹកជញ្ជូនស្តង់ដារហ្នឹងត្រូវតែត្រជាក់ក្រោម18បាទអង្សាសេបាទអញ្ចឹងសួរថាដឹកអញ្ចឹងវាត្រឹមត្រូវនឹងស្តង់ដារសាច់បកកទេណាសាច់បកកបាទមានគុណភាពត្រូវតែការត្រជាក់ហ្នឹងឲ្យវាដល់កម្រិតវាអញ្ចឹងណាបាទឥឡូវយើងកលេចមកបច្ចុប្បន្ននេះវិញបាទកាលពីព្រឹកថ្ងៃទី11មិថុនាឆ្នាំ2027នេះក្រុមការងារវ៉ាន់ប៉ុននោះបានឃើញកម្លាំងចម្រុះបាទខណ្ឌបៃភ្នៅនឹងចុះទៅទៀតនៅទៅប្លុកឃ្លាំងផុតបន្ហមហ្នឹងបាទទៅឆែកឆេរឃ្លាំងក្បែរហ្នឹងទៀតណាបាទទំនងជាចង់តាមរកទៀតដែរបាទតាមរកទៀតដែរអញ្ចឹងទេអ្នកណាធ្វើនឹងទទួលបានផលហ្នឹងហើយណាខ្មែរយើងគេថាកម្លាំងកម្មណាបាទកម្លាំងកម្មប្រែថាអំពើអ្នកណាធ្វើអ្នកនឹងទទួលចាំមើលលទ្ធផលចុងក្រោយតើសមត្ថកិច្ចរកឃើញទេថាប្រកាសឬមិនប្រកាសចំពោះការនាំចូលផលិតផលសៀមយកមកលក់ដោយខុសច្បាប់ចែកចាយបន្តនៅកម្ពុជាបាទវ៉ាន់ប៉ុននឹងអាប់ដេតព័ត៌មាននេះបន្តទៀតប្រសិនបើមានការបញ្ជាក់ពីអ្នកដែលពាក់ព័ន្ធអរគុណ